បាទឃើញថាប្រជាពលរដ្ឋរបស់យើងបានដើរលេងកម្សាន្តយ៉ាងច្រើននៅថ្ងៃសៅរ៍នេះនៅខាងមុខបរមរាជវាំង Fort Street ដែលជាកន្លែងកម្សាន្តមួយនៅក្នុងរាជធានីភ្នំពេញដែលទើបតែកកើតថ្មីប៉ុន្តែប្រជាពលរដ្ឋមកពីច្រើនតំបន់និងនៅក្នុងក្រុងភ្នំពេញបាននាំគ្នាដើរលេងកម្សាន្តដោយសប្បាយកកកអឹងកងផងដែរនៅទីនោះមានលក់ជាមួយនឹងអាហារហូបចុកជាច្រើនដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានភាពទាក់ទាញនៅក្នុងការដើរលេងកម្សាន្តផងដែរនៅជួរផ្លូវដែលខ្ញុំថតនេះគឺសម្បូរទៅដោយបងប្អូនលក់ជាជួរដែលជានំបញ្ចុកខ្មែរមានស្លខ្មែរស្លការីដែលបងប្អូនជុំគ្នាហូបគ្រប់ទីកន្លែងតែម្ដងនៅខាងជួរខាងមុខមាត់ទន្លេនេះគឺយើងឃើញថាច្រើនកកមែនតើដែលលើកទី1ដែលបានឃើញជាមួយនឹងទស្សនវិជ្ជាបែបនេះផងដែរលន់មាត់ផងដែរពីបងប្អូនប្រជាពលរដ្ឋបានសរសើរថាស្នាដៃរបស់អ្នកលក់នំបញ្ចុកពីមួយកន្លែងទៅមួយកន្លែងគឺមានឲ្យជារសឆ្ងាញ់ពិសាដែលជាអាហាររបស់ខ្មែរជាមុខម្ហូបរបស់ខ្មែរដែលមានជាយូរលង់ណាស់មកហើយបងប្អូនប្រជាពលរដ្ឋរបស់យើងចាប់ផ្ដើមដើរតាំងពីម៉ោង5ល្ងាចតែមើលទៅឃើញកាន់តែច្រើនទៅរហូតដល់កកមែនតើផងដែរជាពិសេសយុវវ័យនិងវ័យកណ្ដាលដែលគាត់ទំនេរពីការងារចុងសប្ដាហ៍មកលេងកម្សាន្តនៅតំបន់ទេសចរផងដែរអាចថាជាទេសចរថ្មីដែលកំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅក្នុងតំបន់និងនៅតាមបណ្ដាខេត្តផងដែរបងប្អូនដែល stress ពីការងារនៅចុងសប្ដាហ៍អាចមកលេងកម្សាន្តមកទីលានកន្លែងដើរលេងកម្សាន្តដែលគឺរៀបចំមានជាមួយនឹងការអានសភៅចល័តបណ្ណាល័យចល័តដែលបងប្រុសគាត់រៀបចំកន្លែងនេះគឺសម្រាប់ឲ្យបងប្អូនតែចូលចិត្តជាមួយនឹងការអានសភៅអាចមកអានសភៅបានដែលអត់មានគិតថ្លៃនោះទេហើយគាត់បានបញ្ជាក់ថាបងប្អូនដែលស្រឡាញ់ជាមួយនឹងការអានសភៅអាចចូលមកអានដោយអត់មានគិតថ្លៃហើយគឺនេះគឺជាផ្នែកមួយក្នុងការបណ្ដុះគំនិតដល់ប្រជាពលរដ្ឋរបស់យើងឲ្យស្រឡាញ់ក្នុងការអានផងដែរនៅបរិវេណកន្លែងព្រះអង្គដង្កាក៏មានប្រជាពលរដ្ឋមកអុជធូបដើម្បីសុំសេចក្តីសុខផងដែរហើយក្បែរព្រះអង្គដង្កាហ្នឹងក៏ប្រជាពលរដ្ឋបានអង្គុយនាំគ្នាក្រាលកន្ទេលដើម្បីអានសៀវភៅដើម្បីក្រេបយកចំណេះវិជ្ជាប្លែកៗទៅតាមសៀវភៅផងដែរហើយបងប្អូនយើងខ្លះលក់ព្រីងខ្លះលក់ជាមួយនឹងបុកល្ហុងខ្លះលក់ជាមួយនឹងជើងមាន់ខ្លះលក់ជាមួយនឹងប្រហិតឬក៏ខ្លះលក់ជាមួយនឹងនំបញ្ចុកយ៉ាងហូរហែនៅតាមមាត់ទន្លេមុខបរមរាជវាំងតែម្ដងឃើញថាទស្សនវិជ្ជាបែបនេះធ្វើឲ្យមានការចងចាំជាខ្លាំងនៅស្នាមញញឹមនៃការដើរលេងកម្សាន្តបង្កើតពីភាពហត់នឿយនៅក្នុងជីវិតនៃការធ្វើការប្រចាំថ្ងៃប្រចាំខែដែលគាត់មានក្នុងពេលវេលាសម្រាប់ចុងសប្ដាហ៍ក្នុងការកម្សាន្តជួបជុំជាមួយនឹងញាតិមិត្តបងប្អូនមកពីបណ្ដាខេត្តនានានិងនៅក្នុងក្រុងភ្នំពេញនៅចុងសប្ដាហ៍ដែលមានការឲ្យការដើរគឺរយៈពេល2ថ្ងៃគឺក្នុងថ្ងៃសៅរ៍និងថ្ងៃអាទិត្យរៀងរាល់សប្ដាហ៍តែម្ដងឃើញថាគម្រោងមួយនេះគឺទទួលបានការគាំទ្រយ៉ាងខ្លាំងនិងមានភ្ញៀវទេសចរកាន់តែច្រើនទៅផងដែរ